រឿងរ៉ាវនៅពីក្រោយដែលអាមេរិកអាចចាប់ខ្លួនលោកម៉ាឌូរ៉ូត្រឹមរយៈពេលខ្លីស្នូលផ្ទុះលាន់ទ្រហឹងរដ្ឋធានីការ៉ាកាសនោះគឺប្រតិបត្តិការយោធាពិសេសរបស់អាមេរិក Operation Absolute Resolve ដែលធ្វើឡើងនៅប្រទេសវេណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូនិងភរិយាទាំងការដាក់អត្រាថ្ងៃសៅរ៍ទី3ខែមករាឆ្នាំ2026តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃច័ន្ទទី5ខែមករាឆ្នាំ2026បើគិតចាប់ពីការចាប់តាមរហូតដល់ការចាប់ខ្លួនលោកម៉ាឌូរ៉ូនិងភរិយាឡើងឧត្តមភាគចាប់ប្រតិបត្តិការនេះចំណាយពេលជិត2ម៉ោងប៉ុន្តែបើគិតត្រឹមការចូលទៅចាប់ប្រធានាធិបតីវេណេស៊ុយអេឡាដល់ក្នុងភូមិគ្រឹះប្រតិបត្តិការនេះចំណាយពេលមិនដល់30នាទីនោះទេ